trend nhâm crom đam trend từng óc cái đi à ôm chọc đam ôm ăn bạc cam nè ôn này chàng nhắm complete chỉ cả mày xạ dương nâng tê chật hai tiếng tê mà sù vào chặt tên mà nè chết mà nhâm còn lắm chết nè sủng khăn pa giá cả là được mà nhâm còn nào nè đôi sốc sốc bất này sớm mấy mà đôi chặt ca trend tại mà đâu phải chặt ca trend ở nơi ngay vậy cứ nơi không khai sân tay mà dân tôi làm đồng thôi mà chết bật mướn á không bài tập đá ở cho tính mà nè ô có phân khảo khơi á không mà hay quạt cắt hỏa ngày miên tôm hỏa ngày giống bông ôn ai mà nhâm khổm đam của ba rồi có tên tê của ba này này miên tôi miên thòng trong dân tôm mơ và to tiệt luôn chào mình tên là khai nó ta let's go ô mà chung ông là mom ông có bông cà cắt này ông cắt hỏa ngày mới ông cắt hỏa ngày này cắt mà ngay chóp nè sao ngày buôn ngày thèo mà cắt chắc nó ôm nó chắc thằng ôm mong mẹ nó chặt pin thật lo ô chà là trong đắng nè đạp từ lấy nè ô đạp từ lấy lúc ở nắng đâng mà ôm thay bị sang ồ chẳng ôm chặt lụa tăng từ ngày na nào cắt lúa ôm cắt lúa tăng từ ngày ngày buôn á tầm cho cắt tầm năm này chẳng bông ôn ai mà tinh chặt bìa lời năng bán bây giờ kết bị tung với vài chiaពីថ្ងៃនឹងទៅមានបន្តបន្តមានចាប់ពីថ្ងៃទី7ឡើងទៅអញ្ចឹងបងប្អូនកុំភ្លេចមកទាំងអស់គ្នាថ្ងៃទី7 ខែ6 ឆ្នាំ 2026 អញ្ចឹងកុំភ្លេចមកទាំងអស់គ្នាដើមផ្ទាល់ហ្មងនេះអ៊ំជួយគ្រប់ត្រផងជួយគ្រប់ត្រផលិតផលនៅក្នុងខេត្តស្ទឹងត្រែងចំការធូរ៉េនៅក្នុងខេត្តស្ទឹងត្រែងអញ្ចឹងបងប្អូនណាដែលគាត់អត់ធ្លាប់មកគឺអាចមកបានហើយបើអត់ដឹងពីទីតាំងចាំខ្ញុំបញ្ជាក់ទីតាំងនៅក្នុង comment ឬនៅលើ caption ជូនបងប្អូនទាំងអស់គ្នាទីតាំងនេះអត់នៅគីឡូ6ណាអ៊ំណាបាទគីឡូ6បែរទីរួមខេត្តយើងទេចានៅទីរួមខេត្តយើងទេគឺអត់ឆ្ងាយទេពូទីតាំងគឺនៅគីឡូ6ចិត្តការម៉ៃសាបងប្អូនមកដល់នឹងឃើញចំការទុរេនហេងអានផ្លាករបស់គាត់គឺនៅនឹងផ្លូវមុខតែម្ដងផ្លូវធំហើយបន្តមកទៀតគឺយើងឃើញផ្លូវគូក្រហមផ្លូវតូចហ្នឹងគឺយើងបត់ចូលទៅយើងជិះចូលទៅក្នុងប្រហែល1គីឡូដីបន្តមកទៀតមានផ្លូវឆ្វេងដៃយើងបត់ផ្លូវឆ្វេងដៃចូលទៅក្នុងប្រហែលជា150ម៉ែត្រនឹងដល់ទីតាំងគាត់ផ្ទាល់តែម្ដងពេលដែលទៅដល់គឺថាមានបងប្អូនគាត់ទៅទិញច្រើនខ្លាំងមែនតែនទាំងអ្នកភ្នំពេញទាំងអ្នកបណ្ដាខេត្តផ្សេងគឺបានមកដល់ខេត្តស្ទឹងត្រែងរបស់យើងដើម្បីមកភ្លក់ទុរេនខេត្តស្ទឹងត្រែងទុរេនធម្មជាតិមានរសជាតិឆ្ងាញ់ញ៉ាំដោយទំនុកចិត្តចំពោះបងប្អូនណាដែលគាត់អត់ទាន់ជឿជាក់ 100% គាត់មានទំនុកចិត្តដោយសារតែគាត់ធ្លាប់ទិញទុរេនខុសឬប៉ះទុរេននាំចូលអញ្ចឹងណាអញ្ចឹងបងប្អូនអាចមកមើលផ្ទាល់ដល់ចការបានចំពោះចការគាត់គឺមានទីតាំងជាក់លាក់ហើយទៅដល់គឺយើងនឹងឃើញគាត់កាត់ពីដើមភ្លាមតែម្ដងខ្ញុំចាប់ដើមកាត់ហើយមានទុំជារៀងរាល់ថ្ងៃយើងកាត់រាល់ថ្ងៃនេះទុំដើមចាទុំដើមមកបងមើលមកបងអូអ្នកលក់ក៏ស្អាតទេនេះក៏អត់មែនមកអូតំណងនេះឥឡូវយើងមកពូត្រេនញ៉ាំក្រោមដើមត្រេនទាំងអស់គ្នាអ៊ំចាប់ដើមអ៊ំក៏កាមេរ៉ាស៊ូមមកឆាតិចណានេះទុំដើមផ្ទាល់ហ្មងបេះមិញណាចឹងយើងមកកាត់មើលហើយអ៊ុតសាច់មើលទាំងអស់គ្នាផ្លែនេះល្មមទូចល្មមមានតូចមានធំហើយខាងនេះវិញសាច់ឡើងណែនតែម្ដងសម្រាប់អ្នកចូលចិត្តសាច់ជើងឈប់ត្រូវហ្មងមើលសាច់ទាំងអស់គ្នាណែអូទុំដើមត្រេនទុំដើមសាច់ល្អមែនតើហ្មងអូយតំណងឡើងលឿងជាអៅមកជាតិហ្មងចូលហ្មងអត់ប្រកាន់ណាអូនណាចង់ញ៉ាំ complete ជាការមិនសាក់យើងនឹងទេចិត្តខែហ្នឹងទេបាទស៊ូមកចាត់តិចមកនេះលក់ហើយមើលលក់សិនចាំទិញអ៊ំខ្ញុំសុំមកទិញបានអត់លួចទៅដល់ហើយបានជាតិមកញ៉ាំក្រុមណាជាតិនេះសំខាន់បរិយាកាសល្អទេមកញ៉ាំក្រុមណាមួយមកនេះជាតិខ្លាំងអ្នកថតកំលេបទឹកមាត់អ្នកមើលកំលេបទឹកមាត់ចាញ៉ាំអត់បានទទួលសំដែងជាតិមកសំដែងអីអត់ល្អដូចសំដែងញ៉ាំតរេនឆ្ងាញ់ខ្លាំងណាស់ដល់ម៉ោងយើងត្រឡប់ទៅផ្ទះវិញហើយមកអង្គុយញ៉ាំតរេនឡើងប្រហែលម៉ោងអញ្ចឹងណាខ្លាចអ្នកផ្ទះបារម្ភនេះញ៉ាអ្នកផ្ទះញ៉ាអ្នកមើលដូចគ្នានឹងមួយដុំនឹងសៅដុំប៉ុណ្្នឹងឯងបើចង់មកញ៉ាំអាចមកញ៉ាំដល់ចការបានចាហើយវីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេបងប្អូនជម្រាបលាបាយបាយ